បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំលើកយកប្រធានបទដែលដកស្រង់ជាគតិបណ្ឌិតចំនួន11ចំណុចសំខាន់ចេញពីសៀវភៅឪពុកមានឪពុកក្រ Rich Dad Poor Dad ដែលសរសេរដោយលោក Robert T Kiyosaki ជាសៀវភៅល្បីល្បាញជិត3ទសវត្សរ៍មកហើយបងប្អូនសូមបងប្អូនតាមដានស្ដាប់និងពិចារណាតាមការគួរដូចតទៅបាទចំណុចទី1កុំធ្វើការដើម្បីលុយអ្នកមានមិនធ្វើការដើម្បីលុយទេប្រសិនបើអ្នកធ្វើការដើម្បីលុយចិត្តរបស់អ្នកនឹងចាប់ផ្ដើមគិតដូចបុគ្គលិកទូទៅដែរតែបើអ្នកចាប់ផ្ដើមគិតខុសពីគេគឺគិតបែបអ្នកមានអ្នកនឹងមើលឃើញអ្វីផ្សេងពីបុគ្គលិកទូទៅគិតអ្នកមានផ្ដោតលើជួរទ្រព្យឬក៏កឡោននៃទ្រព្យសម្បត្តិដែលរាល់ប្រាក់មួយកាក់មួយសេនកើតចេញពីក្រុមបុគ្គលិកដែលខិតខំធ្វើការងារឲ្យពួកគេ2កុំអនុញ្ញាតឲ្យអារម្មណ៍គ្រប់គ្រងអ្នកជីវិតរបស់មនុស្សមួយចំនួនត្រូវបានគ្រប់គ្រងដោយអារម្មណ៍ចំនួន2មួយគឺភាពភ័យខ្លាចមួយទៀតគឺភាពលោភលន់ភាពភ័យខ្លាចជំរុញឲ្យមនុស្សស្ថិតក្នុងអន្ទាក់នៃការខិតខំធ្វើការរកប្រាក់ដោយសង្ឃឹមថានឹងទទួលបានភាពងាយស្រួលហើយមនុស្សជាច្រើនបំផុតមានភាពលោភលន់ពួកគេចង់ក្លាយជាអ្នកមានឆាប់ស្របពេលដែលខ្លួនមិនមានចំណេះដឹងហិរញ្ញវត្ថុគ្រប់គ្រាន់ដូចនេះចូលរៀនសូត្រអភិវឌ្ឍខ្លួនជាមុនដើម្បីជៀសចេញពីភាពភ័យខ្លាចនិងភាពលោភលន់ចំណុចទី3ត្រូវមានទ្រព្យសកម្មលើផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុត្រូវប្រុងប្រយ័ត្នរឿងប្រើប្រាស់បំណុលមនុស្សមួយចំនួនទិញបំណុលពួកគេទិញបំណុលហើយបែរជាគិតថាវាជាទ្រព្យទៅវិញមនុស្សមួយចំនួនទិញរបស់របរប្រណិតដូចជារថយន្តទំនើបតូចធំផ្ទះធំស្ដុកស្ដំដើម្បីប្រើប្រាស់និងរស់នៅឲ្យគេមើលទៅឃើញលយឆាយប៉ុន្តែអ្នកមានទិញទ្រព្យសម្បត្តិណាដែលជួយបង់ថ្លៃរថយន្តឬផ្ទះប្រណិតជំនួសពួកគេអ្នកក្រអ្នកមធ្យមទិញទ្រព្យប្រណិតមុនដើម្បីអួតសម្ញែងតែអ្នកមានទិញទ្រព្យទាំងនោះជាក្រោយទិញទ្រព្យសកម្មហើយរកចំណូលបន្ថែមឲ្យពួកគេជាដរាបចំណុចទី4ចូលចងចាំគោលការណ៍ KISS ពាក្យ KISS មកពីពាក្យ Keep it simple stupid គិតបែបសាមញ្ញបែបឈួតកុំគិតច្រើនពេកពេលចាប់ផ្ដើមដំណើរផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុយល់រឿងងាយដូចជាទ្រព្យគឺលុយនាំចូលមកហៅប៉ៅរបស់អ្នកហើយបំណុលគឺទាញលុយចេញពីហៅប៉ៅរបស់អ្នកដូចនេះត្រូវចេះទិញទ្រព្យកុំទិញបំណុលមុនទិញអ្វីមួយត្រូវសួរខ្លួនឯងថាតើវាជាទ្រព្យឬជាបំណុលឧទាហរណ៍ឡានដែលអ្នកកំពុងជិះជាទ្រព្យឬបំណុលផ្ទះដែលអ្នកកំពុងរស់នៅតើវាជាទ្រព្យឬក៏ជាបំណុលចំណុចទី5កុំធ្វើជាមនុស្សមិនចេះផ្នែកហិរញ្ញវត្ថុមនុស្សមួយចំនួនទទួលបានការអប់រំខ្ពស់លើផ្នែកជំនាញអ្វីមួយប៉ុន្តែខ្សោយចំណេះដឹងហិរញ្ញវត្ថុទៅវិញចំណេះដឹងផ្នែកហិរញ្ញវត្ថុពិតជាសំខាន់ណាស់សាលារៀនជាច្រើនមិនបានបង្រៀនសិស្សអំពីចំណេះដឹងហិរញ្ញវត្ថុរឿងចាត់ចែងលុយកាក់នេះទេហើយការជួបបញ្ហាហិរញ្ញវត្ថុភាគច្រើនគឺកើតចេញពីកង្វះចំណេះដឹងហិរញ្ញវត្ថុនេះឯងចូលចាប់ផ្ដើមរៀនសូត្រចំណេះដឹងហិរញ្ញវត្ថុរួចអនុវត្តវាឲ្យកើតជាប្រយោជន៍ធំក្នុងដំណើរកសាងទ្រព្យចំណុចទី6ចូលធ្វើឲ្យទ្រព្យសម្បត្តិរបស់អ្នកកាន់តែរីកចម្រើនឡើងជាលំដាប់ទ្រព្យសម្បត្តិកំណត់ពីរយៈពេលដែលអ្នកអាចទ្រទ្រង់ជីវភាពបានប្រមាណបើសិនអ្នកឈប់ធ្វើការថ្ងៃនេះឧទាហរណ៍តើអ្នកមានប្រាក់សម្រាប់ចាយវាយគ្រប់គ្រាន់ទេបើមិនបដូររបៀបរបបរស់នៅមិនកាត់បន្ថយចំណាយប្រចាំថ្ងៃមិនបដូរសាលារៀនកូនជាដើមនេះជានិយមន័យរបស់ពាក្យថា wealth ឬពាក្យថាទ្រព្យសម្បត្តិ wealth ខុសអំពីពាក្យថា rich ចំណុចទី7ត្រូវយកចិត្តទុកដាក់ចំពោះការងាររបស់អ្នកបើអ្នកមានការងារធ្វើចូលរក្សាការងាររបស់អ្នកខិតខំបំពេញតួនាទីឲ្យបានល្អហើយអ្នកអាចចាប់ផ្ដើមធ្វើអាជីវកម្មក្រៅម៉ោងបានចូលប្រើពេលវេលាទំនេរលេង Facebook លេងទូរស័ព្ទមើលទូរទស្សន៍ឬពេលសាកថ្មជីវិតផ្សេងៗមកចំណាយលើការបង្កើតអាជីវកម្មរបស់ខ្លួនកុំទាន់ឈប់ពីការងាររបស់អ្នកដរាបណាអាជីវកម្មរបស់អ្នកមិនទាន់ច្បាស់លាស់នៅឡើយការលាឈប់ពីការងារទាំងដែលបន្ត្រៀមលក្ខណៈគ្រប់គ្រាន់មានន័យថាអ្នកបរាជ័យរួចទៅហើយចំណុចទី8វឹកហាត់ចិត្តគំនិតរបស់អ្នកចិត្តរបស់អ្នកជាទ្រព្យដ៏អស្ចារ្យមនុស្សភាគច្រើនមើលឃើញឱកាសផ្សេងដោយភ្នែកសាច់របស់ពួកគេប៉ុន្តែបើអ្នកវឹកហាត់ចិត្តបានល្អអ្នកនឹងមើលឃើញឱកាសដោយខួរក្បាលបញ្ញារបស់អ្នកការបណ្ដុះបណ្ដាលចិត្តគំនិតបានត្រឹមត្រូវវានឹងផលិតទ្រព្យសម្បត្តិដ៏នឹកស្មានមិនដល់ចំណុចទី9រៀនសូត្រជំនាញបច្ចេកទេសដើម្បីបង្កើនបញ្ញាផ្នែកហិរញ្ញវត្ថុអ្នកត្រូវតែមានការយល់ដឹងគន្លឹះសំខាន់នៅជំនាញដែលចាំបាច់មួយចំនួនទី1គណនេយ្យគឺសមត្ថភាពអានតួលេខវាជាជំនាញគ្រឹះមួយសម្រាប់ការកសាងចក្រភពទ្រព្យសម្បត្តិរបស់អ្នក2ការវិនិយោគជាជំនាញបែបវិទ្យាសាស្ត្រមួយធ្វើយ៉ាងណាឲ្យលុយរបស់អ្នករីកចម្រើនជានិច្ច3សេដ្ឋកិច្ចទីផ្សារនិងការលក់គឺការយល់ដឹងអំពាក់ព័ន្ធតម្រូវការនិងការផ្គត់ផ្គង់
4 ច្បាប់ដូចជាពន្ធគយពន្ធដាររចនាសម្ព័ន្ធច្បាប់អាជីវកម្មឬច្បាប់ពាក់ព័ន្ធនានា5ចំណេះជំនាញបច្ចេកវិទ្យាដូចជាសបាយបញ្ញាសិប្បនិម្មិតនេះជាដើមជំនាញទាំងអស់នេះជួយអ្នកឲ្យជៀសចេញអំពីហានិភ័យផ្នែកច្បាប់ជួយបង្កើនផលចំណេញដើម្បីក្លាយជាអ្នកមានបានឆាប់ផងដែរចំណុចទី10រៀនគ្រប់គ្រងហានិភ័យការវិនិយោគមិនមែនជាហានិភ័យទេប៉ុន្តែការមិនដឹងវិធីឬរបៀបនៃការធ្វើវិនិយោគឲ្យបានត្រឹមត្រូវវាគឺជាហានិភ័យពិតប្រាកដបើអ្នកចង់កាត់បន្ថយហានិភ័យអ្នកត្រូវបង្កើនចំណេះដឹងហើយចំណេះដឹងទាំងនោះអាចមិនចាំបាច់រៀននៅសាលាក៏បានប៉ុន្តែគឺអាចរៀនតាមរយៈការខិតខំប្រឹងប្រែងអានសៀវភៅពាក់ព័ន្ធផ្សេងៗឬអាចអង្គុយអនុវត្តជាមួយមនុស្សដែលមានការយល់ដឹងទាក់ទងនឹងការវិនិយោគចំណុចទី11រៀនអំពីការគ្រប់គ្រងសំខាន់ៗដូចជាការគ្រប់គ្រងលំហូរសាច់ប្រាក់ការគ្រប់គ្រងធនធានមនុស្សជំនាញសំខាន់បំផុតមួយគឺរកមនុស្សឲ្យត្រូវនៅក្នុងផ្នែកទីផ្សារនិងការលក់បើចង់ជោគជ័យអាជីវកម្មលឿនហើយអ្នកជាម្ចាស់អាជីវកម្មច្បាស់ណាស់ត្រូវមានជំនាញនេះជាចាំបាច់មួយទៀតការគ្រប់គ្រងការផ្លាស់ប្ដូរអារម្មណ៍របស់ខ្លួនការធុញថប់បារម្ភភ័យខ្លាចតែងតែកើតមានចំពោះម្ចាស់ជំនួញនៅពេលខាតបង់ចំណុចណាមួយតើវាជំរុញអ្នកឲ្យថយក្រោយឬក៏រៀនសូត្រដើម្បីឆ្ពោះទៅមុខទៀតគ្រប់គ្នាអាចខ្លាចការខាតបង់ប៉ុន្តែតើអ្នកធ្វើដូចម្តេចដើម្បីយកឈ្នះការខាតបង់នោះគឺសមត្ថភាពនៃការផ្ដោតអារម្មណ៍និងការបង្កើនភាពច្នៃប្រឌិតដែលចេញពីចិត្តរឹងមាំរបស់អ្នកចំណុចទាំង11ដែលខ្ញុំលើកយកពីសៀវភៅឪពុកមានឪពុកក្រនឹងបានជាគតិបំភ្លឺគំនិតគិតចង់ចេញរកស៊ីរបស់បងប្អូនមួយចំនួនតែទោះជាយ៉ាងណាសូមពិចារណាឲ្យបានហ្មត់ចត់មុនសម្រាប់ចិត្តលាឈប់ពីការងារណាមួយព្រោះថាគំនិតអ្នករកស៊ីនិងអ្នកធ្វើការឲ្យគេគឺខុសគ្នាខ្លាំងណាស់សូមអរគុណ